Hello បងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះដែរគឺនឹងមកបង្ហាញអំពីរបៀបធ្វើការ៉េមសម្រាប់ការ៉េមរបស់យើងនឹងធ្វើ3រសជាតិមានរសជាតិក្រូចរសជាតិ strawberry ហើយនិងរសជាតិ blueberry អញ្ចឹងដំបូងគឺយើងមកចាប់ផ្ដើមធ្វើជាមួយនឹងការ៉េមរសជាតិក្រូចរបស់យើងមុនគេសម្រាប់ក្រូចហ្នឹងគឺយើងចាត់សបកវាឲ្យស្អាតមកបងប្អូនក៏ប៉ុន្តែសបកហ្នឹងគឺយើងអត់បោះចោលទេគឺយើងទុកដើម្បីទៅលាយជាមួយនឹងទឹកស្កររបស់យើងដើម្បីឲ្យវាចេញជាពណ៌លឿងតិចៗដែលថាពណ៌រសជាតិក្រូចចឹងណាបងប្អូនហើយនេះក្រូចដែលយើងបានពុះជាពីរហ្នឹងគឺយើងច្បាច់យកតែទឹកបែបហ្នឹងមកប្រៀបដោយអាក្អូនខ្ញុំវាច្បាច់អញ្ចឹងណាបន្ទាប់មកយើងយកទឹកក្រូចជាមួយនឹងស្ករសដាក់លាយជាមួយនឹងទឹករបស់យើងបន្ទាប់មកទៀតយើងយកសបកក្រូចដែលយើងបានចាត់មិញហ្នឹងដាក់ចូលដែរបងប្អូនដល់មកយើងទុកប្រហែលជា2ទៅ3នាទីទៅដើម្បីឲ្យវាចេញជាពណ៌ក្រូចរបស់យើងហ្នឹងហើយយើងយកតែទឹកទេអត់យកសបកអីណាបងប្អូនវិជាអតិកន្លែងនេះគឺអត់យកសបកហ្នឹងទេបន្ទាប់មកយើងដាក់ទឹកកកជាមួយនឹងទឹកក្រូចឆ្មាដែលយើងបានលាយមិញហ្នឹងចូលទៅក្នុងម៉ាស៊ីនក្លុកទៅបងប្អូនក្លុកបែបហ្នឹងហើយយើងចាំតែចាក់ដាក់ចូលទៅក្នុងចានបន្ទាប់មកយើងដាក់ចូលទៅក្នុងទូទឹកកកទៅពេលដែលវាកកគឺយើងអាចញ៉ាំបានហើយការ៉េមរសជាតិក្រូចរបស់យើងគឺមានតែប៉ុណ្ណឹងទេបងប្អូនហើយយើងចូលមកដល់ការ៉េមទី2របស់យើងគឺការ៉េមរសជាតិ strawberry យើងចាក់ strawberry របស់យើងនឹងមកដល់មកយើងចាក់ទឹកស្ករហើយទឹកកកបន្តិចមកយើងក្លុកវាសិនបងប្អូនពេលដែលយើងក្លុកវាហើយយើងបន្ថែមជាមួយនឹងទឹកក្រូចឆ្មារបស់យើងនេះបន្តិចចូលមកបងប្អូនបន្ទាប់មកយើងចុចក្លុកវាមួយផ្លែតចឹងមកនេះការ៉េម strawberry របស់យើងគេថាពណ៌ strawberry ពិតៗណាបងប្អូនហើយយើងចាក់ដាក់ចូលទៅក្នុងចានចឹងមកហើយយើងដាក់ចូលទៅក្នុងទូទឹកកកទៅពេលដែលវាកកគឺយើងអាចញ៉ាំបាននៃការ៉េម strawberry របស់យើងឥឡូវយើងចូលមកដល់ការ៉េមទី3របស់យើងគឺការ៉េមរសជាតិ blueberry នេះបងប្អូនយើងចាក់ blueberry របស់យើងចូលទៅក្នុងម៉ាស៊ីនទៅបន្ថែមជាមួយនឹងទឹកស្ករហើយនឹងទឹកកកយើងក៏ឡុកវាចឹងមកនេះច្រល់ចឹងមកហើយបន្ថែមជាមួយនឹងទឹកក្រូចឆ្មាដោយតារសជាតិ strawberry យើងមុនចឹងដែរទៅបងប្អូននេះគឺថារសជាតិ blueberry របស់គេមែនណានេះប៉ិតបន្ទាប់មកយើងចាក់ដាក់ចូលទៅក្នុងចានទៅបងប្អូនចាក់ដាក់ចូលទៅក្នុងចានហើយយើងយកដាក់ចូលទៅក្នុងទូទឹកកកពេលដែលវាកកទៅគឺយើងបានការ៉េមរសជាតិ blueberry ហើយអូខេមានតែប៉ុណ្្នឹងទេបាយបាយ